បាទអូខេសួស្តីបងប្អូនទាំងគ្នាអញ្ចឹងនៅក្នុងវីដេអូបន្ទាប់នេះគឺខ្ញុំប្រាប់បងប្អូនពីរបៀបនៃការចូលទៅដាក់ account ចូលទៅក្នុង tool ដើម្បីលេងណាបាទអញ្ចឹងដំបូងគឺយើងត្រូវមានaccount សិនបាទត្រូវមាន account សម្រាប់យកមកដាក់ក្នុង tool សិនអញ្ចឹងណាបាទបាទអូខេអញ្ចឹងយើងត្រូវមាន account បាទយើងត្រូវមាន account សម្រាប់យកមក import ចូលក្នុង tool បងប្អូនបាទអញ្ចឹងយើងបើក account របស់យើងទៅយើងធ្វើការ select account របស់យើងណាបាទ select all មកហើយយើងធ្វើការ copy បាទណាបងប្អូនបាទយើង copy account យើងនឹងមកបាទហើយបន្តទៀតគឺយើងចូលមក tool របស់យើងបាទអញ្ចឹងយើងធ្វើការបង្កើតជា folder មួយបាទអញ្ចឹងអូម៉ែថាបើសិនជាបងប្អូនមាន page ច្រើនបងប្អូនចង់ share page ច្រើនអីចឹងទៅគឺយើងបង្កើតជា folder ដើម្បីដាក់ account ទុក share page ណាអញ្ចឹងណាបាទយើងអាចចេះតែ share ប៉ាត់ណាប៉ាត់ណីបានទេវាអាចនឹងខូច account អស់អញ្ចឹងណាបងអូខេអញ្ចឹងឥឡូវមកថាខ្ញុំដាក់ folder ហ្នឹងឈ្មោះកាហ្វេចោះអញ្ចឹងណាបាទខ្ញុំចុច add មួយមកនេះអញ្ចឹងវា load មកកន្លែងនេះមួយហើយបាទឥឡូវមកថាខ្ញុំចង់ add មួយទៀតមកថា add folder account នេះគឺសម្រាប់ share តែ page movie អីទេអញ្ចឹងឬក៏ព័ត៌មានអីទេគឺយើងដាក់ឈ្មោះឲ្យវាទៅអញ្ចឹងណាបាទអញ្ចឹងមកថា account នេះខ្ញុំសម្រាប់ share តែpage movie ទេអញ្ចឹងខ្ញុំដាក់វាមក folder មួយផ្នែកទៅបាទហើយ account នេះខ្ញុំសម្រាប់ share តែ page កាហ្វេអីចឹងទៅបាទអញ្ចឹងខ្ញុំដាក់វាមួយផ្នែកចឹងទៅបាទអញ្ចឹងយើងយក account មកហ្នឹង account ដែលយើង copy មកហ្នឹងយើងចុចលើកន្លែង import មកហើយយើងធ្វើការ paste វាចូលអញ្ចឹងណាបាទនេះអញ្ចឹងនៅពេលដែលយើង paste វាចូលមកគឺវា load ចូលមកក្នុង tool ផងយើងហើយបាទយើងចុច check កន្លែងនេះមួយមកហើយយើងធ្វើការចុច add បាទអញ្ចឹងពេលដែលយើងចុច add account ដែលយើង copy មកមិញសរុបទាំងអស់គឺមាន8បាទអញ្ចឹងគឺយើងធ្វើការចុច OK ទៅបាទយើងចុច close មកនេះ account ដែលយើង add ចូលមកគឺវា load មកខាងក្រោមហ្នឹងហើយក្នុងហ្នឹងហើយអញ្ចឹងណាបាទអូខេអញ្ចឹងដើម្បីចុច start កន្លែងនេះបានយើងចូលមកបើកនេះកម្មវិធី LD បាទនេះកម្មវិធី LD នេះបាទអញ្ចឹងយើង extract វាមកបាទយើងចុច mouse ស្ដាំលើវាហើយយើងយកពាក្យថា extract tool មកដូចមិញហ្នឹងបាទដូចតឡាង tool មិញបាទពេលដែលយើង extract ហើយយើងចូលមកបើក folder វាមកយើងមករកកន្លែងពាក្យថា DN multiplayer នេះក្នុងករណីបងប្អូន run ជាមួយទៅនឹង LD បាទតែបើសិនជាបងប្អូន run មួយ phone box អីគឺយើងគ្រាន់តែ connect phone box មកគឺវា load នៅក្នុង tool ឲ្យយើង auto បន្តិចហើយបាទអញ្ចឹងយើងធ្វើការបើកវាមកបាទហើយបងប្អូនទាំងគ្នាធ្វើការចុច start បាទចុច start បើកវាមកអញ្ចឹងបើសិនករណីបងប្អូនចង់ run ច្រើនផ្ទាំង4ដល់20ផ្ទាំងអីចឹងណាបងប្អូនគ្រាន់តែចុចលើកន្លែង new នេះមកហើយយើងយកកន្លែង clone នេះបាទយើងចុច clone ទៅ clone ឲ្យបាន20 30ផ្ទាំងទៅឲ្យតែ spec computer របស់យើង run រួចណាបាទហើយនេះខ្ញុំគ្រាន់តែ sample ឲ្យបងប្អូនទាំងគ្នាមើលទេបាទខ្ញុំគ្រាន់តែបើកតែមួយផ្ទាំងទេបាទអញ្ចឹងខ្ញុំបើកមួយផ្ទាំងហ្នឹងហើយបន្តមកទៀតអ្វីដែលខ្ញុំធ្វើបន្ទាប់គឺខ្ញុំ config LD ជាមួយទៅនឹង tool ហ្នឹងឲ្យវាដំណើរការជាមួយគ្នាសិនបាទទើបយើងអាចចុច run បានអញ្ចឹងដើម្បី config យើងចុចលើកន្លែង phone config នេះមកនេះឃើញយើងបើក LD មកផ្ទាំងវា load មកផ្ទាំងហើយបើសិនជាបងប្អូន connect với phone box គឺវា load phone box ចំនួនទូរស័ព្ទបានដើមនៅក្នុងហ្នឹងអញ្ចឹងណាបាទអញ្ចឹងអ្វីដែលខ្ញុំធ្វើគឺខ្ញុំធ្វើការ uninstall Facebook នេះចោលសិនបាទខ្ញុំចុច mouse ស្ដាំទៅហើយខ្ញុំយកកន្លែង function នេះខ្ញុំយក Facebook ខ្ញុំយក uninstall Facebook បាទអញ្ចឹងវាuninstall ឯងបាទនេះ uninstall ដានឯងបាទអញ្ចឹងអ្វីដែលយើងធ្វើបន្តទៀតគឺយើង set up បាទ set up វាសិនបាទអញ្ចឹងកន្លែងនេះគឺបងប្អូនអាចរើស Facebook version បានហើយខ្ញុំ recommend version 4.8 default ហ្នឹងណាបាទអញ្ចឹងយើងចុចលើកន្លែង set up phone មកបាទនេះហ្នឹងហើយតើប៉ុណ្្នឹងមកគឺវា set up connect set up តឡើងកម្មវិធីដែលវាពាក់ព័ន្ធដើម្បីដំណើរការ tool មួយ LD ហ្នឹងបានជាមួយគ្នាហើយអញ្ចឹងណាបាទអញ្ចឹងយើងរងចាំវាមួយ plate សិនណាបាទតែមួយ plate ដែរទេ
អាហ្នឹងវាអាស្រ័យលើ spec computer របស់បងប្អូនអីដែរណាបើសិនជាវាដាស់លឿនវាលឿនតាមហ្នឹងបើយឺតយឺតដែរអញ្ចឹងណាបាទ អូខេបាទនេះអូខេអញ្ចឹងបើន័យថាយើង set up ទៅវាដានហើយអញ្ចឹងណាបាទអានេះវាដាក់ reboot ដានអញ្ចឹងយើងចាំវាបន្តិចសិនឲ្យវា reboot LD សិនណាបាទបន្តិចវា load reboot LD ឡើយបាទយើងចាំ update សិនណាយើងឃើញវាអញ្ចឹងយើងកំដរអាចុចវាភ្លាមណាបាទនេះតើថាវា restart ទៀតឃើញទេបាទ tablet is restart បាទនេះដល់ពេល restart បានហើយយើងចុចបិទវាវិញមកហើយយើង select account បាទចុច select account all មកហើយយើងធ្វើការ start ទៅបាទហើយយើងធ្វើការ start បានហើយបាទតែប៉ុណ្្នឹងទៅគឺវាចាប់ផ្ដើម run login account លេងឲ្យយើងអូតូហើយអញ្ចឹងណាបាទហើយនៅមេរៀនបន្ទាប់ខ្ញុំនឹងប្រាប់ពីរបៀបនៃការ connect function បាទ connect function ដើម្បីដាក់ដំណើរការឲ្យវាចូលទៅ view វីដេអូចូលទៅ like បាទចូលទៅ comment បាទចូលទៅ share អីចឹងណាបាទនៅក្នុងវីដេអូបន្ទាប់បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបិទតែត្រឹមហ្នឹងសិនអញ្ចឹងណាបងប្អូនបាទអូខេសូមអរគុណ